ជំរាបសួរខ្ញុំបាទឈ្មោះវ៉ាចៃលៀជាគ្រូបង្រៀននៅថ្នាក់ទី3ខនៃសាលាបឋមសិក្សាក្រែកដែលមានទីតាំងស្ថិតនៅភូមិក្រែកត្បូងឃុំក្រែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំថ្ងៃនេះខ្ញុំសូមបង្ហាញអំពីវីដេអូសកម្មភាពបង្រៀននិងរៀនខ្លះៗរបស់សិស្សថ្នាក់ទី3ខនៅក្នុងឆ្នាំសិក្សាថ្មីនេះបាទអរគុណសូមតំណាងក្រុមទី1ទៅក្រុមម្ចាស់គេបាទឡើងមកនិយាយហេតុអីបានជាបាទហេតុអីបានជាក្រុម1ឈ្នះគេបាទសហការគ្នានឹងយកច្បាប់ពីរបៀបលេងទៀតឯងហេតុ1បាទវិញបែបតាមបែបដាក់ដៃអស្ចារ្យហើយនឹងអរគុណខាងប្រុសនេះអរគុណណា1ដៃគូ2 3ថ្ងៃនេះយើងនឹងរៀនមេរៀនថ្មីតែមុននឹងចូលមេរៀនថ្មីយើងរំលឹកមេរៀនចាស់ដែលយើងរូបនឹងតែមួយឯងតែគេបែងចែកជាផ្នែកជាក្រឡាតើរូបនឹងមានប្រមាណក្រឡា5ផ្នែកដែលគេឆាត់ពណ៌យកនឹងគេហៅថាអីហៅថាពីអីពីយកបាទយកផ្នែកដែលគេឆាត់ពណ៌គឺជាផ្នែកពីយកគេទេខាងណាគេខាងណាបាទខាងលើយើងមួយទេលេខណាបាទគុណទេលេខ2ហើយគុណទេអីទៀតមួយទៀតបាទរកបាទជាឥឡូវគូសួរតទៀតខាងក្រោមហ្នឹងគេហៅថាពីអីគេបាយគឺជាពីអីគេបាទពាក្យដែលគេបែងចែកទាំងគេអត់ទៅអស់ម៉ានអរគុណ6អញ្ចឹងឯងខាងពីនឹងបាទដៃបាទកូនយល់ទេបាទអរគុណហើយភាគខាងលើដូចជាតែអត់តើភាគខាងលើដែលតូចជាងខាងក្រោមគេហៅភាគអីគេអូបងបានមើលមេរៀនណាព្រោះហ្នឹងយើងរៀនមេរៀនប្រភេទតូចជាងឯងបាត់នេះបាត់ហើយបាទរូបទី1នេះគឺមើលទៅដូចជាចតុកោណចាគឺមានន័យថារូបតែមួយអត់ទៅបានធ្វើអីទេអញ្ចឹងលោកគ្រូនឹងបង្ហាញកូ
cô cục đó bài chạy đúng không? Chạy gì mà mảng? Chạy chia 7 ហើយបន្តមកទៀតលោកគ្រូហាត់ពណ៌យកមួយលោកឃើញទេចឹងទៅពេលហ្នឹងលោកគ្រូនិយាយថាលោកគ្រូហាត់ពណ៌យកមួយក្នុងចំណោមរូបហ្មងក្នុងចំណោមរូបបានបែងចែកដូច្នេះការយើងសរសេរចូលណាការសរសេររូបភាពទៅតាមរូបបាទទៅដល់គ្នាយើងទៅដល់មួយអានថាបាទទី3យើងអានថាចុះប្រភេទនេះវាធំជាងឬតូចជាងគេបែបបាទចុះភាគយកខាងក្រៅភាគយកចុងក្រោយវាតូចជាងឬក៏ធំជាងភាគបែបបាទអរគុណចឹងតើប្រភេទទាំងអស់ហ្នឹងវាគឺជាប្រភេទអ្វីបាទអរគុណច្រើនទៀតឯងខ្ញុំមួយតើប្រភេទដែលតូចជាងឯកាគឺជាប្រភេទដូចនេះបាទតើអ្វីភាគយកទៅយកទៅជាផែកបែបបាទល្អណាស់ទៀតឯងតែមួយទូមានលំហាត់មួយចំនួនឯកូនសាក់អង្គើសិនបាទទៅបាទបាទបាទ1 2 3 4 5អញ្ចឹង5 2 5 3អរគុណតើគុណទាំងអស់គ្នាឥឡូវយើងបានធ្វើលំហាត់ខ្លះហើយពីពេលនេះគុណបានសិក្សាមកដើម្បីធ្វើលំហាត់បង្កើតទាំងអស់គ្នាបាទគឺលំហាត់នៅប្រព័ន្ធនេះគុណណាភាពសប្បាយរីករាយរបស់ខ្ញុំក្នុងនាមជាគ្រូបង្រៀនគឺនៅពេលដែលឃើញសិស្សញញឹមរួចនិយាយថាខ្ញុំយល់ឲ្យលោកគ្រូពីមួយឆ្នាំទៅមួយឆ្នាំបទពិសោធន៍បង្រៀនជាមួយកុមារធ្វើឲ្យខ្ញុំកាន់តែយល់ពីផ្លូវចិត្តកុមារនិងមានភាពអត់ធ្មត់ជាលំដាប់ហើយជឿថាសិស្សគ្រប់រូបអាចរៀនបានប្រសិនបើគ្រូមានការអត់ធ្មត់គ្រប់គ្រាន់ហើយមានការតាមដានជួយជុំជ្រែកដល់ពីប៉ាម៉ាក់ខណៈពេលនេះដែរវីដេអូរបស់ខ្ញុំក៏ជាមកដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលាពាក្យគ្រូមួយមិនពិតមានតម្លៃគ្រូតែមួយថ្ងៃគឺមួយជីវិតជាអ្នកមានគុណគឺជាពាក្យពិត